ពីវាលខ្សាច់ខ្លាយទៅជាទីក្រុងក្នុងសមុទ្រពីសុបិនខ្លាយទៅជាការពិតនេះគឺជាអ្វីដែលគួយវ៉ែតបានសាងសង់ឡើងដែលមនុស្សគ្រប់គ្នាគិតថាវាមិនអាចទៅរួចនេះគឺជាទីក្រុងសាបាអាល់អាម៉ាត់ស៊ីជាចក្ខុវិស័យដ៏ក្លាហាននិងឆ្លាតវៃរបស់មនុស្សជាតិដោយការឆ្លាក់ប្រឡាយជាង300គីឡូម៉ែត្រដោយផ្ទាល់ទៅក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយមិនមែនដោយការជីកយកដីទៅចាក់បំពេញសមុទ្រតែគឺជាការអញ្ជើញសមុទ្រចូលមកក្នុងផ្ទៃដីមុននឹងឈានដល់វីដេអូជាបន្តយើងក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន True Home បើអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ Admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេគំនិតនេះគឺជាការបំផ្លាញវាលខ្សាច់ដ៏ធំល្វឹងល្វើយទំហំប្រមាណជា70គីឡូម៉ែត្រទៅជាទីក្រុងឆ្នេរសមុទ្រដ៏រីកចម្រើនសម្រាប់មនុស្សរស់នៅប្រមាណជា 250,000 នាក់ផ្ទុយពីកោះសិប្បនិម្មិតរបស់ទីក្រុងឌូបៃប្រឡាយរបស់ទីក្រុងនេះត្រូវបានជីកទៅក្នុងដីបង្កើតបានជាទីក្រុងនៃបឹងកោះនិងផ្ទះមាត់ទឹកហើយទឹកទាំងនេះមានប្រភពមកពីឈូងសមុទ្រអារ៉ាប់ស្ដាប់ទៅស្រួលប៉ុន្តែមិនមែនជាភាពងាយស្រួលគម្រោងនេះទាមទារឲ្យមានគំរូធារាសាស្ត្រដ៏ហ្មត់ចត់បំផុតព្រោះបើធ្វើខុសវាដូចជាការជីកបំផ្លាញផ្ទៃដីគោក70គីឡូម៉ែត្រការ៉េនេះជាចំណីនៃសមុទ្រដើម្បីធានាបាននូវចរន្តទឹកនិងការទប់ស្កាត់ការជាប់គាំងនិងការទ្រទ្រង់ជីវិតសត្វសមុទ្រវិស្វករបានរចនាបណ្ដាញទឹកជំនន់ច្រកចូលច្រកទ្វារនិងបណ្ដាញលំហដើម្បីធ្វើត្រាប់តាមប្រព័ន្ធអេកូឡូស៊ីធម្មជាតិប្រែក្លាយផ្លូវសិប្បនិម្មិតទៅជាផ្លូវទឹកដែលមានជីវិតរស់នៅមួយវិញទៀតសន្តានដីនៃតំបន់នេះគឺជាដីខ្សាច់វាងាយស្រួលក្នុងការបង្កជាបញ្ហាប្រឈមនៃការបាក់ស្រុតដីកម្ដៅក្តៅខ្លាំងនិងកង្វះប្រព័ន្ធលូបង្ហូរទឹកធម្មជាតិហេតុនេះប្រឡាយត្រូវពង្រឹងគ្រប់ជម្រេលជើងទេនៃមាត់ប្រឡាយនិងច្រាំងសមុទ្រឲ្យមានស្ថិរភាពនិងរាល់ឧបករណ៍ប្រើប្រាស់ទឹកស្អុយថាមពលផ្លូវថ្នល់វិស្វកម្មផ្ទាល់ខ្លួនត្រូវឆ្លងកាត់ការសិក្សាពីអ្នកជំនាញបច្ចេកទេសដើម្បីឲ្យវាសមនឹងបរិស្ថានទីក្រុងនេះដោយយកទឹកជាគោលការគ្រប់គ្រងបរិស្ថានគឺជាចំណុចកណ្ដាលទីក្រុងនេះរួមមានថ្មប្រប្រាស់ទឹកសិប្បនិម្មិតការបណ្ដុះកូនកោងកាងនិងការត្រួតពិនិត្យគុណភាពទឹកជាបន្តបន្ទាប់វាមិនមែនគ្រាន់តែអំពីភាពប្រណិតនោះទេវាគឺត្រូវបានគិតគូរយ៉ាងសំខាន់ទាក់ទងទៅនឹងនិរន្តរភាពសប្តាហ៍ថ្ងៃទីក្រុងសាបាអាល់អាម៉ាត់ស៊ីគឺលើសពីជំនាញវិស្វកម្មវាជាគំរូប្លង់មេសម្រាប់ទីក្រុងផ្សេងទៀតក្នុងការរចនាទីក្រុងដែលសម្របតាមអាកាសធាតុទីក្រុងនេះបញ្ជាក់ថាសូម្បីតែទេសភាពវាលខ្សាច់ដ៏អាក្រក់បំផុតក៏មនុស្សអាចកែប្រែវាទៅជាទីក្រុងដ៏ស្រស់ស្អាតនិងទាក់ទាញដោយឈរលើចក្ខុវិស័យវិទ្យាសាស្ត្រនិងការតាំងចិត្តយ៉ាងច្បាស់លាស់ជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ